ប៉ុន្តែខ្ញុំជឿថាអ្នកសាបព្រោះខ្យល់រមែងទទួលផលជាព្យុះសង្គ្រាមអំពើផ្ដេសផ្ដាស់របស់យើងហ្នឹងគឺវាឃើញផលអញ្ចឹងហើយដល់ពេលឃើញផលអញ្ចឹងនាំគ្នាបើកភ្នែកភ្លឺយូរទៅបន្ទោសក្រុមប្រឆាំងឯណានោះទៅវិញដែលបំផ្លាញគេខ្ទេចខ្ទីចាប់ផ្ដើមរករឿងតែថាក្រុមនឹងឯងអត់មានក្រុមប្រឆាំងណាដែលធ្វើឲ្យថៃឈ្លានពានកម្ពុជាទេអត់មានខ្ញុំមិនកាន់ជើងក្រុមប្រឆាំងទេអត់មានក្រុមប្រឆាំងឯណាទៅធ្វើឲ្យថៃឈ្លានពានកម្ពុជាអត់មានក្រុមប្រឆាំងណាដែលធ្វើឲ្យថៃមើងងាយខ្មែរទេអត់ទេគឺដោយសាររបៀបដឹកនាំរដ្ឋសប្ងៃហ្នឹងឯងដែលធ្វើឲ្យថៃមើងងាយយើងដែលធ្វើឲ្យសហគមន៍អន្តរជាតិមើងងាយយើងឬក៏អត់ផ្ដល់ភាពយុត្តិធម៌ឲ្យយើងដែលធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមិនផ្សាយពីយើងដែលធ្វើឲ្យប្រទេសនៅលើโลกទាំងអស់អត់មានអ្នកណាថ្កោលទោសថៃគឺជារបៀបដឹកនាំរដ្ឋអត់មានតកតងនឹងបពប្រឆាំងទេប៉ុន្តែផ្ទុយទៅវិញបើមានបពប្រឆាំងទៅវិញរឿងនេះប្រសើរឡើងច្រើនជាងមុនផងហេតុអីបើខ្ញុំថាប្រសើរព្រោះបពប្រឆាំងមានតំណាងរាស្ត្រ55នាក់នៅក្នុងរដ្ឋសភាគាត់មានបណ្ដាញនៅទូទាំងពិភពលោកមានតំណាងរាស្ត្រមានសមាជិកសភាសមាជិករដ្ឋសភាទាំងនៅអាមេរិកទាំងនៅបារាំងទាំងនៅអូស្ត្រាលីទាំងនៅអីជាផ្នែកជាចរមុះជាអីជួយកុំឲ្យរដ្ឋាភិបាលជិះសេះលែងដៃយ៉ាងហោចណាស់ក៏គាត់ការពារដើម្បីកុំឲ្យយើងនឹងផុងជ្រៅកុំឲ្យថៃនឹងមើងងាយកុំឲ្យប្រព័ន្ធផ្សព្វផ្សាយនឹងគេកំទេចចោលឲ្យប្រជាពលរដ្ឋនឹងគឺដឹងព័ត៌មានពីសងខាងឲ្យមានតុល្យភាពអំណាចខ្ញុំជឿថារឿងប្រសើរជាងនឹងច្រើន100ដងហ្នឹងប៉ុន្តែគេមិនបានធ្វើអញ្ចឹងផងគឺគេបំផ្លាញចោលឲ្យអស់នឹកឃើញថាថ្ងៃណាមួយបំផ្លាញទៅយើងធ្វើនយោបាយប្រជាធិបតេយ្យទៅនឹងបានជោគជ័យដល់តែពេលទឹកដល់ច្រមុះបានដឹងថាលិចលង់ទាំងអស់ហើយជាបណ្ដាសាដែរយើងរំលាយគណៈបព្វឆាំងចោលឥឡូវឃើញបណ្ដាសាហ្នឹងឯងតើបានប្រយោជន៍អីឥឡូវហ្នឹងយើងនៅជេរគ្នាទៀតទៅគេយកដីយើងអស់ហើយយើងនៅជេរគ្នាទៀតទៅដល់តែពេលក្រុមប្រឆាំងនៅក្រៅប្រទេសតស៊ូមតិដើម្បីប្តឹងទៅតុលាការអន្តរជាតិររឿងទៀតគឺទៅយើងចង្រៃមែនតើជាតិសាសន៍នេះគឺយើងមានមនុស្សចង្រៃច្រើនណាស់ហើយនេះហើយដែលធ្វើឲ្យជាតិនេះរលាយខ្សលខ្ញុំម្ដងទៀតណាបងប្អូនខ្ញុំអត់ខ្វល់ទេលោកហ៊ុនសែនតកូលហ៊ុនតកូលសុកតកូលកឹមតកូលរងតកូលទាតកូលសតកូលកុកតកូលអីក៏ដោយដឹកនាំប្រទេសនេះដឹកទៅប៉ុន្តែសូមឲ្យដឹកនាំប្រទេសនេះទីមួយឲ្យជាតិសាសន៍យើងរឹងមាំថ្លៃថ្នូរលើឆាកអន្តរជាតិគេទទួលស្គាល់យើងមានមោទនភាពជាខ្មែរកុំឲ្យស្អីបន្តិចនិយាយនៅស្រុកក្រៅអាកាលសម័យខ្មែរក្រហមធ្វើឲ្យខ្មែរបាក់មុខលើឆាកអន្តរជាតិថាជាវាលពិឃាតប្រទេសបល័យពូជសាសន៍គឺ50ឆ្នាំយើងទៅតែប្រឹងលៀងខ្លួនបានបន្តិចក្រោយមកគឺឲ្យតែលឺពីស្រុកខ្មែរគឺផ្ដាច់ការរំលោភសិទ្ធិមនុស្សបំផ្លាញប្រជាធិបតេយ្យបកពួកនិយមពើជួញដូរឆបោកអនឡាញចិនគ្រប់គ្រងគ្រប់ហេដ្ឋារចនាសម្ព័ន្ធអាណាធិបតេយ្យឲ្យគេមើលឃើញរូបភាពអញ្ចឹងទៅវិញឥឡូវហ្នឹងអញ្ចឹងអត់មូលមាត់គ្នាបែកបាក់គ្នាគណៈបកនយោបាយនៅក្រៅប្រទេសខ្មែរឆ្លោះគ្នាដោយសាររឿងគណៈបកនយោបាយដោយសារអីដោយសារនយោបាយយើងវាក៏ក្រិចនៅស្រុកខ្មែរអញ្ចឹងខ្មែរអត់អាចត្រូវគ្នាហេតុអីបានអត់ត្រូវគ្នាហេតុអីបានជាគណៈបកនយោបាយខ្មែរប្រជាពលរដ្ឋដែលគ្រប់គ្រងគណៈបកប្រឆាំងអត់ត្រូវគ្នាជាមួយអ្នកគ្រប់គ្រងគណៈបកប្រជាជនហេតុអីបានខ្មែរគ្នាឯងនិយាយភាសាខ្មែរស្ដាប់គ្នាអត់បានបងប្អូនដឹងហេតុអីទេគឺដោយសារតែភាពស្មោកគ្រោកនៃនយោបាយស្មោកគ្រោករបស់គណៈបកប្រជាជនកម្ពុជានៅស្រុកខ្មែរវាសន្ធាប់ពេកអញ្ចឹងប្រជាពលរដ្ឋខ្មែរនៅស្រុកក្រៅនេះដែលគេមានសិទ្ធិសេរីភាពគេអាចលេបចូលហើយដល់ពេលខាងអ្នកគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាគាត់លេបចូលដល់តែពេលគាត់លេបចូលគឺអាភាពទ្រលន់នៃការលេបចូលហ្នឹងគឺឆ្លោះគ្នាហើយពេលដែលមានពិធីស្អីតវ៉ាប្រជាពលរដ្ឋតវ៉ាទាមទារកុំឲ្យគេរំលោភសិទ្ធិមនុស្សប្រជាធិបតេយ្យស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យឡើងវិញខាងក្រមគណៈបកកណ្ដាលអំណាចនៅទីនេះគឺមកវាយបកលើកសរសើរអំពីសមិទ្ធិរបស់រដ្ឋាភិបាលកម្ពុជានយោបាយឈ្នះ7មករាឬក៏ភាពអស្ចារ្យស្អីសពបែបយ៉ាងគឺយកមកបិទបាំងទង្វើដែលមិនស្ដារសិទ្ធិមនុស្សប្រជាធិបតេយ្យហើយមករករឿងគណៈបកប្រឆាំងហើយគណៈបកប្រឆាំងសិតតែជាក្រុមស្ម័គ្រចិត្តដែលទៅធ្វើបាតកម្មជិះឡានរាប់ម៉ោងជួនកាលងើបតាំងពីកណ្ដាលអាត្រៀតម៉ោង12យប់អីជិះឡានដើម្បីទៅធ្វើបាតកម្មលួយកប៉ៅឯងគាត់ឈឺចាប់អត់ត្រូវគ្នាទេព្រោះមួយធ្វើពីបេះដូងគណៈបកប្រឆាំងធ្វើពីបេះដូងគណៈបកកណ្ដាលអំណាចគឺធ្វើដើម្បីលៀបសការៈដើម្បីបិទបាំងទង្វើកខ្វក់របស់ខ្លួនដូច្នេះប្រជាប្រដ្ឋពីរនាក់ហ្នឹងអត់ត្រូវគ្នាទេយើងទៅតែមកត្រូវគ្នាខ្លះនេះនៅក្នុងសម័យដែលឆ្លោះគ្នាជាមួយថៃហេតុអីបានជាគណៈបកប្រជាជននិងគណៈបកកណ្ដាលអំណាចគណៈបកប្រឆាំងនៅអាមេរិកនៅអីអាចធ្វើបាតកម្មរួមគ្នាបានដោយសារតែយើងយល់ដូចគ្នាមួយគឺថៃឈ្លានពានកម្ពុជាបើគុំអីធ្វើបាតកម្មជាមួយគ្នាអត់បានឥឡូវហ្នឹងអាបាតកម្មហ្នឹងចាប់ផ្ដើមបដូរទិសទៀតគណៈបកប្រឆាំងនៅពេលដែលគេធ្វើបាតកម្មទាមទារឲ្យរដ្ឋាភិបាលប្តឹងតុលាការប្តឹងថៃទៅតុលាការអន្តរជាតិអត់មានគណៈបកប្រជាជនចូលរួមទេយើងឃើញចូលគ្នាអត់បានទៀតទេព្រោះគណៈបកប្រជាជនកម្ពុជាអត់ចង់ឲ្យនរណាតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលដែលមិនព្រមដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងតុលាការព្រំដែនអន្តរជាតិឃើញយើងឆ្លោះគ្នាទៀតទេបងប្អូនឆ្លោះគ្នាមិនមែនបានន័យថាយើងមើលទិសដូចគេចុះហេតុអីពីមុនថាថៃឈ្លានពានយើងនាំគ្នាទាមទារសន្តិភាពឲ្យថៃដកទ័ពពីខ្មែរវិញឈប់ធ្វើបាបធ្វើទុកបុកម្នេញខ្មែរទាមទារយុត្តិធម៌មកខ្មែរហេតុអីក៏យើងធ្វើបាតកម្មជុំគ្នាបានចុះឥឡូវចាប់ផ្ដើមរេលែងអាចធ្វើបាតកម្មជុំគ្នាបានគឺដោយសារតែជំហររដ្ឋាភិបាលចាប់ផ្ដើមខ្លាចខ្លួនឯង
សមោលខ្លួនឯងនៅពេលដែលហ៊ានចូលរួមបាតកម្មមួយបងប្អូនក្រៅប្រទេសដែលតវ៉ាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិវាជាកំបិតចិត្តដងឯងព្រោះរដ្ឋាភិបាលអត់ទាន់បានប្តឹងទី1នៅចាំចរចាទ្វេភាគីជាមួយថៃគេវាយយកដល់ណាអត់ប្តឹងហើយមានអាមីអាថោងហ្នឹងណាចាប់ផ្ដើមជេរអ្នកដែលដាក់ពាក្យប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិវាធ្វើឲ្យខ្មែរឆ្លោះគ្នាអញ្ចឹងបងប្អូនឆ្លោះគ្នានឹងគេឆ្លោះគ្នាអញ្ចឹងឆ្លោះគ្នាត្រង់ថាចោលលួចរបស់យើងកាលពីនាំគ្នាថ្កោលទោសចោលដូចគ្នាទទួលស្គាល់សំបីតែថ្កោលទោសចោលហ្នឹងក៏មានក្រុមខាងគ្រប់គ្រងរដ្ឋាភិបាលកម្ពុជាហ្នឹងមកខំមករករឿងទៀតកាលគេថាគេយកតែមន់ធំគេយកភ្នំទ្របគេយកអីបានហ្នឹងនិយាយពីឆ្លោះជេរបតិចប្រាសាគេហ្នឹងថាសុទ្ធតែញុះញង់អាយើងតែស្រែកប្រាប់ថាគេយករបស់យើងហើយគេយកហើយយើងហ្នឹងមកបិទមាត់ខ្ទប់មាត់អត់មានទេពួកឯងញុះញង់ហើយរបស់យើងអត់បាត់ថាគេយកហើយអត់មានអត់យើងនៅតែខាញ់រែងយើងនៅតែឈរជើងតែគេយកអស់ហើយកាលមុនអត់ទទួលស្គាល់អញ្ចឹងមករករឿងគេអញ្ចឹងទៀតថានិយាយពីក្រំចិត្តនោះក្រំចិត្តដល់ពេលឥឡូវដល់ពេលគេយកកលួងពេកអត់មានវិធីអីការពារយកទៅព្រោះខ្លាចបាក់មុខបាក់មាត់រឿងគេយកច្រើនពេកប៉ុន្តែរឿងបាក់មុខបាក់មាត់របស់ខ្លួនក្រុមខ្លួនវាមានស្អីវាសំខាន់គឺរឿងទឹកដីយើងដែលបាត់នេះដើម្បីឲ្យប្រជាពលរដ្ឋមានភ័ស្តុតាងប្តឹងទៅគេមិនដីនេះមិនមែនជាបោះអស់លោកប្រមាណអ្នកហ្នឹងទេណាដីខ្មែរសម្រាប់ប្រជាពលរដ្ឋ17លានអ្នកណាអញ្ចឹងហេតុអីបាញ់លោកមកក្តឹងក្តាប់យកនៅក្នុងដៃមិនបានស៊ីឆ្លីឲ្យខ្ទេចដូច្នេះវាមិនមែនអញ្ចឹងទេដូច្នេះយើងត្រូវតែនាំគ្នាមើលឲ្យឃើញអំពីបញ្ហាឲ្យដោះស្រាយឈប់ប្រព្រឹត្តអំពើនឹងតទៅទៀតជួយគ្នារឿងសំខាន់នៅពេលនេះគឺរឿងដាក់ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិចរចាទៀតចោះអត់អីទេលិខិតកំណត់ទូតនឹងផ្ញើទៀតចោះអត់អីទេប៉ុន្តែអាផ្ញើទៅនឹងគឺវាកោកសឹកមកតដោបឆ្អែតតពុះកបីទេយើងប្តឹងគេផងចាំឲ្យខ្ញុំនិយាយថាទាំងអស់នេះគេតែមិនគ្រប់គ្រងយើងគេមិនថ្កោលទោសថៃគឺដោយសារតែរបៀបដឹកនាំរដ្ឋរបស់យើងហើយខ្ញុំមិននិយាយនេះមិនឲ្យបងប្អូនទៅក្រោកតវ៉ាអីផ្ដួលរំលំរដ្ឋាភិបាលអត់ទេតែត្រូវចេះដាស់តឿនរដ្ឋាភិបាលនឹងឲ្យកែហើយនៅពេលដែលកែទៅរដ្ឋាភិបាលខ្លួនឯងនឹងទទួលស្គាល់ការពិតទៅថានេះជាបញ្ហាហើយបោះដៃទៅគ្នាទៅវិញទៅមកខ្មែរណាក៏ដោយគ្រប់និន្នាការនយោបាយដែលកំពុងតែចង់ជួយមកជួយគ្នាមកហើយកុំបាច់ថៃជួយស្អីគេដឹកនាំប្រទេស40ឆ្នាំជាងហើយអត់ត្រូវការគំនិតណែឯងទេគេធ្វើកើតគេធ្វើយូរហើយអត់មានធ្វើកើតទេយើងទទួលស្គាល់ថាកម្ពុជាពីភ្នក់ភ្លើងសង្គ្រាមមកអភិវឌ្ឍគួរឲ្យកត់សម្គាល់ណាគឺបានន័យថាមានហេដ្ឋារចនាសម្ព័ន្ធការវិវត្តអភិវឌ្ឍបានច្រើនរឿងណាច្រើនណាទទួលស្គាល់ការពិតហើយក៏ដោយសារការដឹកនាំរបស់គណៈបកប្រជាជនកម្ពុជានឹងក៏បានធ្វើឲ្យមានការអភិវឌ្ឍច្រើនដែរនេះគឺជាការពិតនិយាយអត់មានបច្ចេកបចើឬក៏ថាបានបនលៀបសការៈអីដោយសារតែនិយាយខ្ញុំនិយាយការពិតវាអត់មានត្រូវការសរសើររដ្ឋាភិបាលឬគណៈបកប្រជាជនកម្ពុជាមានការអភិវឌ្ឍនឹងថាជាអំពើខុសអត់ខុសទេប្រជាពលរដ្ឋមានជីវភាពរស់នៅនឹងក៏មានប្លែកពីមុនក៏ប៉ុន្តែបងប្អូនអាការអភិវឌ្ឍទាំងអស់ហ្នឹងក៏ដោយសារតែស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីដែរហើយស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីហ្នឹងគឺដោយសារតែឲ្យមានពហុបកគណៈបកនយោបាយប្រឆាំងចូលរួមដែរហើយបើគុំមានគណៈបកប្រឆាំងនៅក្នុងប្រព័ន្ធដឹកនាំរដ្ឋកម្ពុជាប្រទេសកម្ពុជាពីដើមរៀងមកពីឆ្នាំ1993មកក៏អត់មានការអភិវឌ្ឍលឿនបែបនេះដែរមានដែរវាមិនអត់ទេប៉ុន្តែមិនលឿនបែបនេះទេយើងត្រូវឲ្យគុណតម្លៃទៅគណៈបកកាន់អំណាចផងឲ្យគុណតម្លៃទៅគណៈបកប្រឆាំងផងព្រោះដោយសារតែមានគណៈបកប្រឆាំងរឹងមាំនឹងហើយបានប្រទេសផ្ដល់ជំនួយគេផ្ដល់ជំនួយឲ្យយើងច្រើនមែនតើប៉ុន្តែវាអកុសលចាប់ពី2017មកយើងបំផ្លាញវាចោលខ្ទេចខ្ទីអស់តែម្ដងហើយយើងគិតថារួចខ្លួនឃើញនៅពេលដែលយើងមានសង្គ្រាមជាមួយថៃឃើញយើងបរាជ័យថៃគេដឹងចំណុចខ្សោយយើងទី1គឺការទូតកម្ពុជាអត់ឈ្នះថៃទេព្រោះប្រទេសយើងខ្សោយផ្នែកការទូតព្រោះអង្គការសហប្រជាជាតិរាយការណ៍ពីការរំលោភសិទ្ធិមនុស្សរាល់តែដងហើយយើងទៅអែបចិនខ្លាំងទៀតយើងចាញ់ព្រៀបគេដាច់ហើយសួរថាខ្មែរចង់អោបតែចិនមែនចង់អោបអាមេរិកសហគមន៍អឺរ៉ុបប៉ុន្តែអោបគេវាមិនជាប់ដោយសារតែយើងវាមានបលាវាស្មោកគ្រោកដល់អញ្ចឹងទៅ EU គេដក EBA យើង20%អាមេរិកកោតទោសយើងរហូតដល់អញ្ចឹងយើងអត់អាចទៅអោបអ្នកល្អបានអោបបានតែស្ពៃបានតែអីហ្នឹងទៅដល់តែពេលមានការអីអាស្ពៃហ្នឹងក៏ទាត់យើងចោលទៀតអានេះគឺជារបៀបដឹកនាំរដ្ឋណាបងប្អូនហើយបងប្អូននឹងនិយាយពីសរសើរអូយនិយាយពីចិនជួយសតនៈអភិវឌ្ឍចិននឹងមកសតកម្មករជំនាញឯកទេសអភិវឌ្ឍហើយលើរត់ប្រសាចសតចិនអ្នកណាដែលបំផ្លាញខ្ញុំមិននិយាយថាចិនបំផ្លាញខ្មែរទេគឺអ្នកទាំងអស់នោះដោយសារតែប្រព័ន្ធដឹកនាំរដ្ឋយើងឲ្យពួកអស់នឹងបើកទ្វារឲ្យចូលដូចទឹកបាក់ទំនប់មកបំផ្លាញយើងតែម្ដងឥឡូវរូបភាពរបស់យើងហ្នឹងគឺពុលនឹងរឿងចិនរឿងបរទេសហ្នឹងមិនមែនតែចិនទេមានចំប៉ុន្តែចិនភាគច្រើនលើសលប់បំផុតដោយសារអីអាវប្បធម៌អោបជើងចិនហ្នឹងពួកចិនគេសប្បាយចិត្តដែរព្រោះមានថ្នាក់ដឹកនាំសរសើរគ្រប់មាត់អ្នកកសែតសារព័ត៌មានអោបជើងហ្នឹងគេសរសើរចិនហ្នឹងមកអភិវឌ្ឍនេះរហូតដល់ពេលចឹងបានចិត្តនិយាយពីផ្កើនគ្រប់កន្លែងចិនដូចបងធំចឹងនៅណាសំបីតែថៃតម្លាក់ក្របក្ដួងទៅយកតុងជ័យចិនយកទៅដាក់លើអាគារខ្មែរសំបីតែម្សិលមិញមួយថ្ងៃនៅថ្មដាល់ទៅរើបលាលួសចិនទៅរើបលាលួសយកតុងជ័យចិនយកទៅដាក់នៅក្នុងដែនអធិបតេយ្យខ្មែរហើយខ្មែរយើងមើលភ្លឹះបើទៅជាម្ចាស់ផ្ទះទៅមើលចិនគេដោះស្រាយបញ្ហាយើងគេយកតុងជ័យគេយកទៅដាក់ធ្វើដូចដីនឹងដីគេវាអញ្ចឹងណាបងប្អូនអាហ្នឹងគឺរបៀបដឹកនាំរដ្ឋតាហើយទៅយើងចេះតែមើលមកបន្ទោសបកប្រឆាំងអត់មានបកប្រឆាំងចូលរួមអីតែបន្តិចហើយបំរងទៀតខ្ញុំថាបើបកប្រឆាំងចូលរួមវាទៅអត់សូវចង្រៃចឹងពេកទេទីមួយអត់ត្រូវបដាសាគេផង
ពួកអីវាមានគ្នាច្រើនជួយគ្នាឥឡូវរដ្ឋាភិបាលកម្ពុជាត្រូវទទួលស្គាល់ការពិតមួយគឺថាបញ្ហាគឺដោយសារតែអត់មានគណៈបកប្រឆាំងមិនមែនអត់គណៈបកប្រឆាំងមានសន្តិភាពទេណាអត់គណៈបកប្រឆាំងគឺមានសង្គ្រាម